Rừng nằm bố, rụng đó luôn pi phiếp ngông khai. Vì thì nằm bố, nâng sầm khăn bằng phọt, nằm bấy rụng đó luôn tranh pi phiếp ngông cứ. Các tatu score phiếp ngông rồi bọc luôn. Dưỡng mình chạ tranh pi tiền của ngật bàn. Đòi luôn mẫn tatu score thá. Luôn còn phong sạch nơi không phiếp ngông ngật lại. Hải dưỡng cô mình chạ tranh pi phiếp ngông. Đòi cái đây rỉ bình chất nâng ngọc bài đống trong phút. Phiếp ngông đá cầm phong thật nơi không luôn dịch đài. Socrates ban chặt tốc thá cả đấngខ្លួនឯងគឺជាគតិបណ្ឌិតរបស់មនុស្សក្រោយទទួលស្គាល់ភាពល្ងងរបស់ខ្លួនមនុស្សត្រូវតែមានការបដិញ្ញាចិត្តខ្ពស់ក្នុងការដើរចេញពីកន្លែងងងឹតទៅកន្លែងភ្លឺពីភាពល្ងងទៅរកចំណេះដឹងការចាកចេញពីភាពល្ងងមិនមែនជារឿងងាយស្រួលនោះទេត្បិតមនុស្សដើរចេញពីភាពល្ងងមួយទៅរកចំណេះដឹងរួចក៏បន្តចូលទៅក្នុងភាពល្ងងមួយទៀតរួចបន្តដំណើរទៅមុខទៀតដោះចេញបានប៉ុណ្ណាយើងនឹងមានពន្លឺប៉ុណ្ណឹងហើយបន្តដោះរហូតគ្មានថ្ងៃបញ្ចប់ឡើយប៉ុន្តែបើយើងមិនព្រមដោះខ្លួនចេញពីភាពងងឹតទាំងនោះទេយើងនឹងបន្តភាពងងឹតជារៀងរហូតគ្មានពេលភ្លឺឡើយភាពងងគឺជាចំណេះបើយើងព្រមទទួលស្គាល់នឹងមានការបដិញ្ញាចិត្តស្វែងរកពន្លឺភាពល្ងងនៅតែមានអំណាចគ្របដណ្ដប់លើខ្លួនយើងបើយើងបន្តរីករាយក្នុងភាពល្ងងរបស់ខ្លួនឬច្រឡំថាយើងមានចំណេះគ្រប់គ្រាន់ហើយនោះខ្ញុំមិនព្រមល្ងងខ្ញុំមិនព្រមល្ងងទេពីព្រោះខ្ញុំមិនចង់ល្ងងខ្ញុំមិនព្រមល្ងងទេពីព្រោះខ្ញុំមានលទ្ធភាពដើម្បីស្វែងរកចំណេះដឹងខ្ញុំមិនព្រមល្ងងទេពីព្រោះជីវិតរបស់ខ្ញុំគឺជាកម្មសិទ្ធិតែមួយគត់របស់ខ្ញុំមិនព្រមល្ងងទេពីព្រោះភាពល្ងងមិនអាចជួយអ្វីខ្ញុំបានឡើយខ្ញុំមិនព្រមល្ងងទេពីព្រោះខ្ញុំមិនអាចប្រើភាពល្ងងដើម្បីជួយខ្លួនឯងគ្រួសារនិងសង្គមជាតិរបស់ខ្ញុំបានទេខ្ញុំមិនព្រមល្ងងទេពីព្រោះខ្ញុំនៅក្មេងខ្ញុំមានឱកាសច្រើនណាស់ខ្ញុំមិនព្រមល្ងងទេខ្ញុំមិនចង់ខ្លាចជាមនុស្សដែលរស់នៅនាំតែទុក្ខដល់ប្រទេសជាតិនិងនាំតែធ្ងន់ដល់ផែនដីនោះឡើយអ្នកណាដែលល្ងងបំផុតស្ថាបនិកប្រទេសសិង្ហបុរីលោកលីខ្វាន់យូនិយាយថាល្ងងខ្លាំងមិនមែនជាបញ្ហានោះទេប៉ុន្តែអ្វីដែលជាបញ្ហាគឺច្រឡំថាខ្លួនឯងចេះតាមពិតទៅគ្មានអ្នកណាដែលចេះអស់ឡើយចេះគ្រប់រឿងគ្រប់រ៉ាវនោះទេសូម្បីតែបណ្ឌិតផ្នែកណាមួយក៏នឹងចេះតែផ្នែកនោះមិនអស់ដែរដូចនេះមនុស្សកាន់តែចេះកាន់តែគិតថាខ្លួនឯងល្ងងប៉ុន្តែមនុស្សដែលកាន់តែល្ងងគឺគិតថាខ្លួនឯងចេះអ្នកប្រាជ្ញក្រិកបុរាណសូក្រាតនិយាយថាចំណេះដឹងពិតប្រាកដកើតមាននៅពេលដែលអ្នកទទួលស្គាល់ថាខ្លួនឯងមិនចេះអ្វីសោះត្រង់នេះមានន័យថាមិនពេលដែលគេទទួលស្គាល់ថាខ្លួនមិនចេះគេនឹងព្យាយាមស្វែងរកចំណេះដើម្បីបំពេញអ្វីដែលគេខ្វះខាតនោះដែលផ្ទុយពីការគិតថាដឹងគ្រប់យ៉ាងបានត្រឹមតែរារាំងដល់ខ្លួនឯងប៉ុណ្ណោះការដែលគិតថាខ្លួនឯងចេះហើយឬខ្លួនឯងដឹងហើយប្រៀបដូចជាការបិទគម្របខួរក្បាលមិនឲ្យចេះដឹងរត់ចូលអញ្ចឹងហើយវាគឺជាការបិទឱកាសដើម្បីរីកចម្រើនដ៏អាក្រក់បំផុតដែរត្រង់ចំណុចនេះលោក Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple ធ្លាប់បានផ្ដល់ទស្សនាទានថានៅតែឃ្លាននៅតែល្ងងដែលជំរុញទឹកចិត្តមនុស្សឲ្យប្រឹងប្រែងរកនិងប្រឹងប្រែងរៀននៅតែល្ងងមានន័យថាចេះមិនអស់មិនទាន់ចេះមិនទាន់ចេះគ្រប់តែទាមទារឲ្យយើងត្រូវរៀនបន្ថែមចំណែកឯមនុស្សដែលគិតថាខ្លួនចេះគ្រប់យ៉ាងគឺជាមនុស្សដែលគួរឲ្យអាណិតបំផុតអាណិតទី1គឺគេនឹងមានអារម្មណ៍មិនល្អចំពោះចំណេះដឹងថ្មីឬការយល់ឃើញរបស់មនុស្សតែខុសពីខ្លួនឯងនៅពេលដែលមនុស្សគិតថាខ្លួនឯងចេះគ្រប់យ៉ាងនឹងបង្កើតទៅជាគំនិតអនិយមដែលគេនឹងមើលឃើញរបស់ថ្មីគំនិតថ្មីឬគំនិតដែលខុសពីខ្លួនថាជាសភាវៈអាក្រក់មិនខានអាណិតទី2គឺការបិទខ្លួនឯងមិនឲ្យរីកចម្រើនហើយបន្តរស់នៅដោយមោទកភាពក្នុងភាពល្ងងដោយសារគំនិតខ្លួនឯងនោះពាក្យថាល្ងងដូចជាសេរីភាពដែរបើយើងចង់រំដោះខ្លួនចេញពីភាពល្ងងខ្លាយរឿងដំបូងគឺការទទួលស្គាល់ថាខ្លួនកំពុងស្ថិតនៅទីនោះបើយើងចង់បានសេរីភាពវិញលុះត្រាតែយើងទទួលស្គាល់ថាខ្លួនឯងកំពុងត្រូវបានគេបំបិទសិទ្ធិសេរីភាពដែរបើពុំដូចនេះទេគ្មានអ្នកណាម្នាក់ដែលអាចរំដោះអ្នកចេញពីទីនោះបានឡើយសកម្មជនសិទ្ធិមនុស្សអាមេរិកលោកស្រី Harriet Tubman និយាយថាខ្ញុំអាចជួយកសិកររាប់ពាន់នាក់ឲ្យមានសេរីភាពហើយខ្ញុំអាចជួយបានរាប់ពាន់នាក់ផ្សេងទៀតប៉ុន្តែចំពោះតែអ្នកដែលបានទទួលស្គាល់
ថាខ្លួនឯងជាទេសកលតែប៉ុណ្ណោះដូចនេះយើងក៏អាចជួយមនុស្សល្ងងបានរាប់ពាន់នាក់ដែរប៉ុន្តែសម្រាប់តែបុគ្គលទាំងឡាយណាដែលទទួលស្គាល់ថាខ្លួនឯងល្ងងប៉ុណ្ណោះ